ta lên to một tiết to phím miền dương video mình nặng okแล้วยังมือจุดนั้นที่ใบใหญ่ปีจุดนั้นอุจจาระจำการกับบ้ามวยมีที่จัดการcáiได้เก็บสกอร์ท่าปริมาณ120ម៉ែត្រហើយទៅតាំងខ្លីជាងបណ្ដោយអញ្ចឹងទៅតាំងខ្លីជាបណ្ដោយយើងដឹងហើយគឺយើងធ្វើម៉េចបាទគឺធ្វើលេខដកចូលទៅផ្ទៃកន្លាចំការកំបាសតាំងដោយ x ជាទៅតាំងចំការគេបានបណ្ដោយគឺ x បូកនឹង25កន្លះបរិមាណដោយយើងធ្វើជាជាមួយនឹងល្បាតបរិបូរលាយឡំជាមួយនឹងកន្សោមនៃអនុគមអូខេអញ្ចឹងយើងបាច់ទៅមើលអាវិធីបត់គេនិយាយច្រើនទេយើងគាត់គេទៅរូបគេនេះរូបទៅអូខេដោយសារតែរូបនេះយើងប្រើជាមួយមិនទាត់នៃជ្រុងចប់ប៉ុន្តែអ្នកនរគ្នាកុំប្រើខាងនេះណាកុំប្រើខាងក្រហមឲ្យសោះខាងក្រហមយើងដាក់បានត្រឹមតែ20សង់ទីម៉ែត្រការ៉េទេដើម្បីអានេះគិតជាម៉ែត្រគូបអញ្ចឹងយើងប្រើអីបាទយើងប្រើខាងខ្មៅអញ្ចឹងយើងកុំប្រើខាងក្រហមដាក់បានតែសង់ទីម៉ែត្រគូបទេអានេះសង់ទីម៉ែត្រការ៉េអញ្ចឹងបរិមាណយើងគិតជាសង់ទីម៉ែត្រធម្មតាទេគឺយើងអត់គិតនេះទេអត់គិតម៉ែត្រគូបម៉ែត្រការ៉េម៉ែត្រសម័យកាយក៏ដោយគឺយើងអត់ដាក់ទេអូខេអញ្ចឹងពីបាន 2.5 អញ្ចឹងបើយើង 2.5 យើងគិតទៅ 2.5 ហ្នឹងគឺជាសង់ទីម៉ែត្រប៉ុន្តែយើងគិតជាម៉ែត្រស្មើប៉ុន្មានបាទគឺស្មើនឹង25ម៉ែត្រអូខេឥឡូវចាំមិនច្បាស់គឺយើងមកកណនីទៅលើរូបហ្នឹងរូបអីបាទគឺរូបហ្នឹងគឺរូបកន្លះបន្ទាត់នៃអថេ x ឥឡូវដើម្បីយកមួយទៀតគឺយើងចូលមើលលំហាត់ទី2ហើយមើលលំហាត់ទី2ដំណោះស្រាយគណនា a1 បូក a2 15 សង់ទីម៉ែត្រគូណនឹង22ស្មើនឹង300ដែលគណនាលើ a1 a2 ហើយយើងមើលរូបមករូបនេះរូបអីបាទរូបនេះគឺរូបពហុកោណភ្ញីនិងការ៉េអញ្ចឹងនេះគឺជារូប A1 គឺជាពហុកោណភ្ញីពហុកោណភ្ញីយើងស្មើអីបាទគឺស្មើនឹង A បូក C គុណនឹង H ចែកនឹង2ចុះរូបការ៉េស្មើអីបាទគឺស្មើនឹង A គុណ A ឬក៏ A គូបអញ្ចឹងន័យថារូបមន្តយើងដឹងអស់ហើយយើងស្បសិក្សាហើយឥឡូវយើងកណនីលឿនគឺយើងបាច់កណនីលើវិមាត្រនឹងម្ដងមួយហើយចាំយកបូកចូលគ្នាដូចសភៅសរសេរនេះមិនធ្វើដូចសភៅទេនាំយូរទេនេះធ្វើរៀនគិតលឿនតោះដើម្បីសិក្សារបៀបលឿនគឺយើងត្រូវដឹងថាកម្ពស់នៃពហុកោណប៉ុន្មានហើយកម្ពស់ពហុកោណ18អូខេអញ្ចឹងជុំវិញនៃវិមាត្រការ៉េមាន15ផងនិង22ផងអ្នកនេះសាយកអាហ្នឹងគុណមិនចូលគ្នាទៅលើស្បៃគុណ x នឹងទាំងអស់ហើយចំចែកនឹង2ព្រោះយើងមាន a1 a2 អញ្ចឹងកណនីលើមាត្រហ្នឹងគឺយើងអត់ដាក់ a1 a2 ទេគឺយើងដាក់ v1 និង v2 អញ្ចឹងបតិមាត់គេទៅសេគឺកណនីផ្ទៃកន្លាតាមរូបខាងក្រោមតែដឹងថាជ្រុងនេះរូបនេះគឺរូបអីចាំមកយើងកាត់តាមពាក្យកណ្ដាលអីចុះយើងកាត់តាមពាក្យកណ្ដាលវាជារូបអីបាទគឺរូបការ៉េ1ចាត់កោណកាយ1អញ្ចឹងការ៉េយើងមានជ្រុងខាងលើវានៃម្ចាស់កណ្ដាលធំគឺមាន14សង់ទីម៉ែត្រគូប14សង់ទីម៉ែត្រគូបគឺប៉ុនតែគ្នាចេញខាងក្រោមនេះក៏14ដែរបាទខាងក្រោមនេះក៏14ដែរអញ្ចឹងចលនាកាយយើងចុះតាមនេះយើងដឹងបានអត់បាទតាមនេះ14ចុះវាយនេះបានបាទកម្ពស់វាយនេះចុះស្មើវាយនេះដែរបាទគឺ32ដាក់32មកអូខេចឹងធ្វើនឹង32អញ្ចឹងកម្ពស់នៃបាតចនេយើងគឺមានម៉ាន18អូខេចាំបីឃើញចម្លើយដូចគេដែរគឺយើងត្រូវថាធ្វើម៉េចបាទគឺបូកបញ្ចូលគ្នាប៉ុន្តែយើងបូកបញ្ចូលគ្នាហើយយើងត្រូវតែចែក